Suzuki Pan ឬ Yakisoki វិធីសាស្ត្រមួយរបស់ប្រទេសជប៉ុនដែលគេយកឈើយកទៅដុតមុនពេលដែលគេយកវាយកទៅសាងសង់សំណង់ Suzuki Pan ឬគេស្គាល់ថា Yakisoki គឺជាបច្ចេកទេសដុតឈើរបស់ប្រទេសជប៉ុនដើម្បីរក្សានិងពង្រឹងភាពធន់របស់ឈើ បច្ចេកទេសនេះមានដើមកំណើតតាំងពីសតវត្សទី 17 មកម្លេះ Yakisoki មកពីពាក្យថា Yaki មានន័យថាដុតនិង Suki គឺជាឈ្មោះដើមឈើម្យ៉ាងរបស់ប្រទេសជប៉ុន បើសិនជាអ៊ំពូមីងមានគោលបំណងក្នុងការសាងសង់ផ្ទះ admin សូមណែនាំក្រុមហ៊ុន True Home ឈ្មោះថាក្រុមហ៊ុនមែនប៉ុន្តែអត់ថ្លៃដូចអ៊ំពូមីងគិតទេសំខាន់សាងសង់ជាមួយក្រុមហ៊ុនយើងធានាបាននូវគុណភាពទំនុកចិត្តអត់ខ្លាចជាងរត់ចោលឬធ្វើលើថវិកាកំណត់ទេ ដំណើរការគឺគេចូលបន្ទះឈើ 3 រួមគ្នាបង្កើតបានទៅជាបំពង់ហើយដុតពីក្រោមបន្ទាប់មកទុកវាឲ្យត្រជាក់រួចយកជក់បោសនិងលាងសម្អាតឲ្យស្អាតចុងក្រោយលាបដោយប្រេងចំពោះប្រភេទឈើដែលគេយកមកប្រើប្រាស់មានដូចជាឈើ Cherry Maple Hickory Mahogany Walnut និងឈើអុកជាដើមហេតុអ្វីបានជាគេយកឈើស្អាតចាស់យកទៅដុតឡើងខ្លោចញွយអញ្ចឹង ការដែលគេយកឈើយកទៅដុតបែបនេះវានាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជាធ្វើឲ្យឈើធន់នឹងទឹកពន្លឺព្រះអាទិត្យភ្លើងសត្វល្អិតជាដើមបើពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង follow page Home Life ដើម្បីទទួលបានវីដេអូថ្មីៗបច្ចេកទេសនេះត្រូវបានប្រើប្រាស់នៅប្រទេសជាច្រើនដូចជាប្រទេសជប៉ុនសហរដ្ឋអាមេរិកចក្រភពអង់គ្លេសហូឡង់អាល្លឺម៉ង់និងប្រទេសផ្សេងៗទៀតជាច្រើនទូទាំងពិភពលោក មិនត្រឹមតែប៉ុណ្ណោះវាក៏បានបង្កើតជាសិល្បៈលើឈើទាំងនេះផងដែរវាបានធ្វើឲ្យគ្រាប់ឈើរំលេចឡើងយ៉ាងស្អាតនិងជាវិធីសាស្ត្រមួយក្នុងការថែរក្សាឈើដែលមិនប៉ះពាល់ដល់បរិស្ថានឈើដែលសម្រេចបានត្រូវបានគេយកទៅប្រើសម្រាប់ការរចនាទាំងផ្នែកខាងក្នុងនិងខាងក្រៅមានដូចជាជញ្ជាំងខាងក្រៅរបងសួនច្បារជញ្ជាំងខាងក្នុងពិដានគ្រឿងសង្ហារឹមវត្ថុសិល្បៈផ្សេងៗទៀតជាដើម ដោយទៅនឹងប្រទេសខ្មែរយើងដែរមុនពេលដែលគេយកឈើយកទៅសាងសង់ផ្ទះគេយកឈើនោះទៅត្រាំទឹកដើម្បីការពារវាពីសត្វឬក៏មេស៊ីជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Life តាមរយៈការជួយចុច Subscribe Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ